ព្រះអើយរូបកាយមកវត្តសោះតែចិត្តបាយជាប៉ោមកជួបប្រុសទៅវិញបាក់គេណាស់នេះមីងជ្រើសរើសសិស្សត្រូវហើយបើមីងកាន់តែបង្រៀនវាទៀតចាប់ឈ្មោះជាគ្រូសិស្សផ្កាមាសមិនខានទេស្រីស្អីទេសូមបីតាអ្នកខ្វៀលកោឲ្យលោកសថីលោកចវាយស្រុកក៏មិនលើកលែងដែរណោះព្រះអើយដូនតាដាក់បណ្ដាសាប្រកបណាស់ចេញពីវត្តណាត់ជួបប្រុសបែបនេះនោះរឿងស្នាដៃឯងថ្ងៃបិណ្ឌភ្ជុំកាលពីសម័យដើមមាននារីម្នាក់ពូកែធ្វើនំណាស់ហើយនំបត់នំគមនំអន្សមនំអាកោផ្សេងដែលគាត់ធ្វើសុទ្ធតែឆ្ងាញ់និងពិសេសជាងគេទាំងអស់នៅក្នុងភូមិនៅផ្ទះមីងកុនធីម៉ែធ្វើអាកោថ្នាត់មែនទេចាមែនហើយកូនចង់ធ្វើដែរទេកូនអត់ទេម៉ែមើលទៅស្មុគស្មាញណាស់កូនសុំធ្វើជាអ្នកភ្លក់វិញល្អជាងកូនស្រីកូនត្រូវហាត់រៀនណាចំណេះជំនាញមិនថាជាផ្នែកអ្វីទេវានឹងមានប្រយោជន៍សម្រាប់កូនចាំម៉ែកូនយល់ហើយតែកូនមិនតាន់ចង់រៀនទេចាំថ្ងៃក្រោយចាស់ម្យ៉ាងកូនចង់ភ្លក់ស្នាដៃម៉ែព្រោះម៉ែជាចឹងឯងក្នុងភូមិនោះអីកូននេះចាំមែនម៉ែកាលពីឆ្នាំមុនម៉ែប្រកួតវិចនំបានលេខ1ហើយចាស់លេខ2អ្នកណាគេទៅម៉ែគឺផាន់អ្នកផាន់ធ្វើបានឆ្ងាញ់ជាងម៉ែទៅទៀតគ្រាន់តែថាថ្ងៃនោះគាត់ថែមភ្លើងជ្រុលក៏ធ្វើឲ្យនំខ្លោចនឹងឈ្ងៀមបន្តិចទៅហើយគាត់ក៏ចាញ់ម៉ែតែម្ដងមែនទេចាមែនហើយណែកូនណាបើអស់ពីម៉ែកូនត្រូវរៀនវិចនំឲ្យបានល្អហើយប្រឡងយកលេខ1លឺទេម៉ែកំពតបែបនោះអីម៉ែមិនតន់ចាក់អីណាម៉ែនៅក្មេងហើយរឹងមាំទៀតសុខភាពម៉ែមិនស្ថិតថេរទេកូនជីវិតយើងក៏មិនទៀងទាត់ដែរកូនត្រូវតែចេះឮទេតើកូនត្រូវទៅរៀនការនេះមែនទេម៉ែប្រកាសណាស់តាំងពីជីដូនតមកគ្រួសារវង្សតកូលយើងតែងតែមានអ្នកវិចនំស្នាដៃពិសេសដូច្នេះម៉ែមិនចង់ឲ្យកិត្តិនាមនេះត្រូវសាបរលាបទេណាកូនស្រីចាំម៉ែកូនយល់ហើយកូននឹងចាប់រៀនពីម៉ែនៅរដូវកាលបុណ្យទាននាឆ្នាំក្រោយចាស់ឥឡូវកូនទៅមើលថ្នាលទុំខាងក្រោយផ្ទះសិនណែកូនអើយកូននេះចាំមែនពេលវេលាចេះតែរំកិលទៅមុខចំណែកសភាក៏ចេះតែចំណាយពេលចោលមិនរៀនពីរបៀបវិចនំទេលុះមានថ្ងៃមួយនោះកូនស្រីមិនតាន់ចង់រៀនវិចនំសោះចេះតែនិយាយថាមិនតាន់ត្រៀមខ្លួនហើយបើបែបនោះឆ្នាំនេះធ្វើមិននឹងបានចូលប្រកួតទៅមិញកន្ធាសុខភាពមិនស្រួលទេគាត់ក្អកហើយក្អកទៀតឬបែបនោះហើយសោភាក៏បានដើរចូលមកទាំងក្តីបារម្ភម៉ែចាំមិនទៅហើយម៉ែមិនអីទេម៉ែក្អកញឹកញាប់ណាស់ចាំកូនទៅយកថ្នាំឬឈើមកដាំសិនណាម៉ែអូយចុកទ្រូងណាស់កូនម៉ែកុំកាត់អីអសោះណាម៉ែកុំអភ័យកូនណាម៉ែប្រហែលជាមិនរស់ទេកូនស្រីម៉ែឈឺណាស់ម៉ែកូនភ័យណាម៉ែកូនស្រីម៉ែប្រហែលជាមិនរស់ទេស្ដាប់ម៉ែណាប្រជុំឆ្នាំនេះត្រូវចូលរួមប្រកួតវិចនំឲ្យបានហើយត្រូវខំប្រឹងផងណាកូនតែម៉ែកូនមិនតាន់ចេះផងទេបុណ្យប្រជុំក៏ខិតចិត្តមកដល់ទៀតតែកូននៅធ្វើបែបណាទៅម៉ែនេះជាបំណងចុងក្រោយរបស់ម៉ែណាកូនហើយកូនត្រូវទៅសុំអ្នកផាន់រៀនចោះគាត់មុខជាបង្រៀនកូនមិនខានទេចាំម៉ែចាំណាកូនត្រូវស្មោះត្រង់មានក្តីស្រឡាញ់ផងដែរកុំព្រោះតែចង់ឈ្នះធ្វើរឿងមិនល្អឲ្យសោះចាំម៉ែចុកណាស់អូយកូនម៉ែលីហើយផ្ដាំរួចរាល់ហើយមីងកន្ធាក៏បានលាចាក់លោកទៅចំណែកសោភាក៏បានធ្វើតាមការផ្ដាំរបស់ម្ដាយផងដែរអ្នកម៉ែកុំបារម្ភអី
កូននឹងធ្វើតាមបណ្ដាំរបស់ម៉ែកូននឹងទៅសុំមិញផាន់ដើម្បីរៀនវិជ្ជាឲ្យបានល្អណាស់ម៉ែពេលវេលាកន្លងទៅសោភាក៏បានសម្ដៅទៅកាន់ផ្ទះមិញផាន់ដើម្បីសុំហាត់រៀនអំពីរឿងនេះនៅផ្ទះមិញផាន់ជំរាបសួរអ្នកមិញចាក្មួយរួចចោះក្មួយមានការអ្វីដែរទៅចាអ្នកមិញខ្ញុំបាននេះសុំរៀនអំពីរបៀបវិជ្ជាខ្មែរណាមិញសុំមិញជួយបង្រៀនខ្ញុំផងបានទេនេះកូនស្រីចៃលិភីប្រចាំស្រុកបែរជាបន្ទាបខ្លួនមកសុំរៀនពីខ្ញុំមែនទេអ្នកម៉ែប្រាប់ថាអ្នកមិញជាមនុស្សប៉ិនប្រសប់ណាស់ហើយរសជាតិវិញគ្មានអ្នកណាប្រៀបបានឡើយហេតុនេះហើយទៅឯងមកសុំរៀនមែនទេបានខ្ញុំព្រមបង្រៀនឯងចោះចាំមិញខ្ញុំសូមអរគុណណាស់មិញស្របពេលនោះដែរកូនលោកសេដ្ឋីនាងចតីក៏បានមកដល់ល្មមជំរាបសួរមិញជួយបង្ហាត់បង្រៀនការលាយម្សៅលាយអង្ករវិជ្ជនំផងបានទេព្រះអើយមើលចោះសូម្បីតែកូនលោកសេដ្ឋីក៏ដាក់ខ្លួនមកសុំខ្ញុំរៀនដែរពិតជាកិត្តិយសណាស់ចាំមិញឲ្យតែបង្រៀនខ្ញុំបានប្រកួតឈ្នះខ្ញុំនឹងជូនមាសនៅផ្ទះ3ខ្នងដល់មិញតែម្ដងមែនណារឿងនេះប្រកាសណាស់អ្នកនាងចូលក្នុងសិនមកចាំខ្ញុំបង្រៀនឲ្យបានល្អណាស់អ្នកនាងចាំមិញនាងខាងនេះថយពីផ្លូវខ្ញុំទៅក៏ក្រិចណាស់ឃើញថាចតីមានមាសមានប្រាក់មិញផាន់ទទួលរយៈចតីណាស់ចំណែកសោភាវិញនោះគាត់មិនចាប់អារម្មណ៍អីពេកនោះទេតាមមានប្រាក់មានឋានៈឈ្នះអស់មេសត្រូវមែនទេមិនអីទេខ្ញុំមិនអន់ចិត្តឡើយសោភាឆាប់ម្នេះមកចាំមិញដំបងនាងត្រូវទៅរកអស់មកសិនហើយសឹមខ្ញុំនឹងប្រាប់ពីកិច្ចការបន្តទៀតចាំមិញចាស់ចតីនោះថាម៉េចនេះនាងកំពុងបបួលខ្ញុំមែនទេនាងមើលខ្ញុំមកមើលតើសមជាអ្នករើសអស់ដែរទេនាងល្ងងមែនហើយដៃអ្នកនាងតុនមាត់រលោងបែបនេះបើរើសអស់មុខជាមុតខូចស្បែកអស់ហើយណែសោភាទៅម្នាក់ឯងចោះចាំមិញខ្ញុំទៅរកអស់សិនហើយសោភាជាមនុស្សឧស្សាហ៍ព្យាយាមណាស់ហើយនាងមិនដែលរអ៊ូបន្តិចសោះឡើយមិញត្រូវតែជួយខ្ញុំឲ្យឈ្នះណាឮទេចាអ្នកនាងរឿងនេះខ្ញុំនឹងខំប្រឹងបង្រៀនអ្នកនាងដោយយកចិត្តទុកដាក់បំផុតណាមិញហាមលំអៀងឲ្យសោះបើដឹងថាមិញជួយបង្រៀននាងសោភាជាងខ្ញុំនោះខ្សែកនេះគឺព្រះអើយស្អាតណាស់បានម្យ៉ាងខ្ញុំក៏មិនចង់បង្រៀននាងសោភាដែរព្រោះវាជាកូនដៃគូប្រកួតខ្ញុំនោះអីឲ្យដូចមាត់ផងទៅខ្សែកនេះខ្ញុំជូនមិញអរគុណរឿងនេះប្រកាសណាស់អ្នកណាសុកចិត្តឲ្យកូនដៃគូប្រកួតយកឈ្នះបានទៀតនោះគំនុំនេះមិនអាចរលត់ទេតាមពិតនោះមិញផាន់ទទួលបង្រៀនសោភាមែនតែគាត់នៅតែមានគំនុំនៅក្នុងចិត្តដដែលចាំមើលណាខ្ញុំនឹងបង្រៀនខុសបច្ចេកទេសដល់វាព្រោះតែធ្លាប់ចាញ់ការប្រកួតម្ដាយនាងគាត់មិនដែលពេញចិត្តគ្រួសារសោភាឡើយចាំមើលចោះថ្ងៃប្រកួតមកដល់មានតែអ្នកនាងម្នាក់គត់ដែលជាអ្នកឈ្នះនោះចាំមិញផាន់តែងតែបង្រៀនចតីយ៉ាងយកចិត្តទុកដាក់តែគាត់មិនដែលបង្រៀនសោភាទេក្រៅពីការប្រើនាងសពយ៉ាងប៉ុណ្ណោះអ្នកមិញខ្ញុំមិនតាន់បានរៀនពីរបៀបវិជ្ជនំទេថ្ងៃបិណ្ឌភ្ជុំចិត្តមកដល់ទៅហើយណាមិញនាងប៉ាត់ជាល្ងងមែនបងរៀនមិនតតែអង្គុយប្រាប់ទេណាពេលខ្ញុំបង្រៀនអ្នកនាងចតីមិនក៏មិនទៅលួចមើលទៅតែអ្នកមិញកុំនិយាយច្រើនពេកទៅកាត់ស្លឹកមកចាំមិញផាន់លំអៀងមិនខ្វល់សោភាទេព្រោះគាត់មិនចង់ឲ្យសោភាពូកែឡើយតែសោភាក៏មិនប្រកាន់ដែរនាងមានតែខំប្រឹងលួចមើលពីចម្ងាយតែប៉ុណ្ណោះលុំមានថ្ងៃមួយអ្នកនាងចតីអ្នកនាងខ្ញុំនៅទីនេះតើមិញមានការអ្វីបានជាស្រែកលោឡាគ្មានភាពជាស្ត្រីបែបនេះព្រះអើយឌីលមកឡើងចុកណែមិនអីទេអ្នកនាងគឺថាមេភូមិបានប្រកាសហើយថាការប្រកួតវិជ្ជនំគឺធ្វើឡើងប្រហែលថ្ងៃខាងមុខនេះណាមែនអ្នកមិញខ្ញុំរងចាំថ្ងៃនោះយូរមកហើយខ្ញុំរំភើបណាស់ត្រៀមខ្លួនឲ្យហើយទៅអ្នកនាងចំណែកសោភាក៏ទៅត្រៀមខ្លួនដែរទៅឆាប់ទៅការបង្រៀនចប់ហើយចាំមិញអរគុណណាស់សូមជម្រាបលាមិញពេលស្ដាប់ឮហើយសោភាក៏បានដើរចេញតាំងទឹកមុខស្រពោនក្រៀម
មើលចោះមិញវាមកជាដឹងខ្លួនថាចាញ់មិនខានទេបានជាមកស្អុយដូចខ្មោចអញ្ចឹងនោះមែនហើយបើមិនចេះវិចនំផងបានអីនឹងឈ្នះទៅសោភាបណ្ដើកាត់បណ្ដើទាំងទឹកមុខដ៏ក្រៀមក្រំហើយពេលនោះនាងក៏បានទៅដល់កន្លែងមួយហុយដើរលឿនតិចទៅអាថ្នោតអើយចិត្តដល់មាត់អូហើយឯងនេះមិនស្រេកទឹកទេអីមិនមេស្រទុំមុំនឹកម៉ែធ្លាប់មានលោកក្បែរថែនួនស្រីថ្នាក់ថ្នងផ្គត់ផ្គង់នំចំណីមិនឲ្យកូនស្រីថ្លៃសកាអេនរណាគេមកសូត្រកំណាប់នៅទីនេះអញ្ចេះបាត់ពាក្យ7នេះមានន័យដល់ហើយសង្ស័យតែអ្នកសូត្រនឹងនឹកដល់អ្នកមានគុណហើយមើលទៅកូនស្រីនឹកអ្នកនឹកម្នាយនឹកម៉ែឆោមឆាយកាយសកាតែងតួតែតើឯងអាត្មាពេលគ្មានមេដាផ្សារគ្រប់គ្រាអាយ៉ាកំណាប់មានទាំងជួនមានទាំងផ្ទួនមានទាំងរំដំតើម្ចាស់សម្លេងណៃណាអញ្ចេះវេលានោះបុរាណបានចងគោទុកហើយគាត់ក៏បានដើររកម្ចាស់សម្លេងដល់ពីរោះនោះតែម្ដងអូព្រះហើយនាងស្អាតណាស់អាយ៉ាអូអាយ៉ាអូយអ្នកណាគេនឹងគឺខ្ញុំទេនាងសុំទោសដែលមករំខានការសូត្រកំណាព្យរបស់នាងមិនអីទេលោកតើនាងពិបាកចិត្តរឿងអីប្រាប់ខ្ញុំផងបានទេមិនហើយលោកគឺបិណ្ឌភ្ជុំឆ្នាំនេះមានការប្រកួតវេចនំតែខ្ញុំពិបាកចិត្តណាស់ខ្ញុំគ្មានសមត្ថភាពទេខ្ញុំក៏បានឮពីការប្រកួតនេះដែរតែថាការប្រកួតនេះមិនមែនវិចនំសំចម្រុះឯណាមែនទេលោកមានន័យថាម៉េចខ្ញុំដូចជាមិនយល់ទេបានឮថាលោកចវាយស្រុកគាត់ដាក់វិញ្ញាសាការវិចនំសំបានដូច្នេះនាងអាចត្រៀមបានយ៉ាងល្អមែនទេកុំចំណាយពេលពិបាកចិត្តអីមែនហើយចំនួនឲ្យកម្មមិនសប្បាយចិត្តខ្ញុំគួរតែងាកមកកាត់និងរកវិធីល្អជាងនាងគិតត្រូវហើយស៊ូណាក្មេងស្រីកំសត់ចាអរគុណហើយលោកមិនថ្ងៃកាន់បិណ្ឌសោភាបានខិតខំហាត់សមវិចនំអន្សមជាច្រើនដងហើយនាងក៏មិនដែលភ្លេចទៅវត្តដើម្បីយកចង្ហាន់ទៅថ្វាយព្រះសង្ឃផងដែរនៅវត្តអារាមនាងពួកយើងបានជួបគ្នាទៀតហើយចានេះលោកក៏យកចង្ហាន់មកវត្តដែរមែនទេបានមែនហើយឲ្យតែរដូវបុណ្យភ្ជុំខ្ញុំមិនដែលអខានទេព្រោះខ្លាចជាដូនជាតាចាំផ្លូវនោះអីនាងលោកពិតជាកតញ្ញូមែនមែនហើយនេះលោកមិនទៅខ្វៀលកោតែមែនទេថ្ងៃនេះបានទៅតាចេញពីនេះល្ងាចបន្តិចបានខ្ញុំទៅនិយាយអញ្ចឹងឬចន្ទនាងមានចោះឈ្មោះប្រកួតហើយនៅចាមិនតាន់ទៅចោះឈ្មោះទេពី3ថ្ងៃទៀតទៅស្របគ្នានោះដែរចិត្តតីនិងមីងផាន់ក៏បានមកដល់ល្មមព្រះអើយរូបកាយមកវត្តសោះតែចិត្តបាយជាប៉ោមកជួបប្រុសទៅវិញខ្មាស់គេណាស់នេះជំរាបសួរមីងជ្រើសរើសសិស្សត្រូវហើយបើមីងកាន់តែបង្រៀនវាទៀតចប់ឈ្មោះជាគ្រូសិស្សផ្កាមាសមិនខានទេស្រីស្អីទេសូមបីតអ្នកខ្វៀលកោឲ្យលោកសថីលោកចវាយស្រុកក៏មិនលើកលែងដែរណោះសម្បត្តិត្រឹមនាងបានអ្នកខ្វៀលកោក៏រាប់ថាសមគ្នាហើយអ្នកគ្រូមីងចាអ្នកនាងរូបកាយមកវត្តស្លៀកសម្លៀកបំពាក់សមរម្យតែគួរឲ្យសោកស្ដាយណាស់បែរជាមិនអាចបិទបាំងសន្តានអាក្រក់បានទៅវិញនេះឯងចេះយើងមែនទេអាបុរាណខ្វៀលកោខ្ញុំថានេះខាងនេះនិយាយត្រូវហើយអ្នកមិញនិងអ្នកនាងក៏តែទទួលយកទេនេះនាងជាស្អីបានជានិយាយបែបនេះតាបើចឹងទេព្រះអើយដូនតាដាក់បណ្ដាសាប្រកបណាស់ចេញពីវត្តណាត់ជួបប្រុសបែបនេះនោះមិនអីទេផ្ញើទុកសិនចោះអ្នកនាងចាំមើលថ្ងៃប្រកួតមកដល់នោះពួកយើងនឹងធ្វើឲ្យវាក្អួតឈាមម្ដងនៅក្នុងភូមិគ្រប់គ្នាត្រៀមខ្លួនហើយមែនទេសម្រាប់ការប្រកួតធ្វើនំសមលើកនេះនោះចាកូនសិស្សខ្ញុំត្រៀមរួចរាល់ហើយលោកចវាយស្រុកខ្ញុំត្រៀមរួចហើយខ្ញុំក៏ត្រៀមហើយដែរឆ្នាំមុនបានលេខ3ឆ្នាំនេះធានាយកលេខ1ឲ្យតល់តបានហ្មងកុំអួតពេកអាផ្លោយក្រែងយើងមិនបានប្រាប់យើងទេទៅសំជាលេខ1នោះបានមិញផាន់ជួយសោះមកអួតស្អីខ្ញុំទេដែលខំរៀនពីឪពុកពិត
នាងមិនឈ្នះយើងទេនាងកូនអ្នកមានខ្ជិលអាំងផេះ អាផ្លុយ យ៉ាងម៉េច បានហើយអ្នកនាងកំតវ៉ានឹងមនុស្សគ្មានការសិក្សាអីវានិយាយតែសម្ដីប្រៃទេកុំស្ដាប់វាអីឈើខ្ពើមស្ដីរោនណា ខ្ញុំក៏មិនចង់ស្ដីជាមួយដែរគ្មានបានការមែនបើត្រៀមហើយសូមអ្នកទាំងអស់គ្នាចាប់ផ្ដើមចុះមែនហើយចុះសុភាមិនមកទេមែនទេមិនក៏មិនឃើញដូច្នេះ ព្រោះវាខ្លាចចាញ់វាមិនមកទេ មិនក៏ខ្លាចចាញ់បែបនេះឬមួយក៏នាងមិនបានរៀនវិច្ចនំពីម្ដាយនាងទេមែនទេព្រះហើយគួរឲ្យស្ដាយណាស់ វាខ្ជិលអញ្ចឹងរៀនក៏មិនចេះដែរឮខ្មោចម៉ែវានិយាយថាបានកូនស្រីមួយខកចិត្តតចំនួនឯណោះនៅនិយាយដល់ណាទៀតឆាប់ឡើងអ្នកមីងជួយរៀបចំមកស្របពេលដែលការប្រកួតកំពុងតែចាប់ផ្ដើមនោះសពហ៊ាននិងបុរាណក៏បានមកដល់តែម្ដងលោកច្បាយស្រស់ខ្ញុំក៏ជាបេក្ខភាពមរុកដែរសុំទោសដែលមកយឺតនោះ មិនក៏មកយឺតម្ល៉េះគ្រប់គ្នាគេលេងកលេងគ្រឿងរួចរាល់អស់ទៅហើយណានាងទៅវិញចុះ តែខ្ញុំក៏មិនចេះពេកឯណាលោកច្បាយស្រស់សូមឲ្យខ្ញុំចូលរួមផងទេ ដែលយើងឲ្យនាងទៅវិញមិនបានដេញទេតែយើងមិនចង់ឲ្យនាងពិបាកចិត្តបាក់ទឹកចិត្តនៅពេលដែលនាងចាញ់នោះអីមិនទាន់ទាំងប្រកួតផងមិនក៏ថាចាញ់ទៅហើយលោកច្បាយស្រង់សូមមើលទៅគេប្រកួតដល់ណាដល់ណីទៅហើយពេលវេលាក៏មានកំណត់ដែរណានាងចំអិនមិនទាន់នោះ មិនអីទេលោកច្បាយស្រស់ទោះបីជាជាតិបន្តិចតែខ្ញុំមិនចង់បោះបង់ការប្រកួតចោលនោះទេខ្ញុំសុខចិត្តទទួលយកលទ្ធផលមិនថាឈ្នះចាញ់ក៏ដោយ សូមឲ្យនាងប្រកួតផងទៅលោកច្បាយស្រង់ឲ្យនាងប្រកួតផងទៅលោកច្បាយស្រង់ដៃគូកាន់តែច្រើនអ្នកកាន់តែអស្ចារ្យសម្រាប់អ្នកប្រកួតណាលោកច្បាយស្រង់ បានជាមិនខ្លាចខ្មាស់គេទៅហើយនោះឲ្យវាប្រកួតផងទៅណាលោកច្បាយស្រស់ បានបើនាងពិតជាមិនខ្លាចចាញ់ឬមិនខ្លាចបាក់ទឹកចិត្តទេខ្ញុំក៏មិនមែនចិត្តអាក្រក់ដែរព្រោះនេះជាការប្រកួតដើម្បីភាពរីករាយមិនមែនជាការប្រឡងការងារឯណា ចាអរគុណហើយលោកច្បាយស្រស់ នាងចាំខ្ញុំជួយបង្កាត់ភ្លើងចុះណា ចាលោកម្ដងនេះទោះចាញ់ក៏ដោយឈ្នះក៏ដោយពួកយើងត្រូវតែខំឲ្យអស់ពីលទ្ធភាព បាននាង មើលចោះធ្វើឲ្យដៃមិនតំណងសោះខុសពីម៉ែវាឆ្ងាយណាស់ឃើញហើយចង់ទៅសើចឲ្យអាយ៉េះមាត់ទេ មែនហើយមីងម្ដងនេះបើវាមិនក្អួតឈាមទេក៏អាម៉ាស់រត់ចោលស្រុកដែរណាចាំមើលចោះការប្រកួតវិច្ចនំអន្សមបានកន្លងទៅអស់ពេលប្រមាណយាមលុះចុងក្រោយចិត្តតីនីផ្លុយនិងបេក្ខភាពផ្សេងទៀតក៏បានចំអិនរួចរាល់ ខ្ញុំរួចហើយ ខ្ញុំក៏រួចដែរ ល្អណាស់គ្រប់គ្នារួចអស់ហើយចុះនាងខាងនោះវិញយ៉ាងម៉េចដែរអូគឺនៅទេលោកច្បាយស្រង់ ពេលវេលាមានកំណត់លោកច្បាយស្រស់កំចាំអី លោកច្បាយស្រង់សុំចាំមួយផ្លេតទៀតទៅអ្នកផាន់អ្នកនិយាយត្រូវហើយពេលវេលាមិនចាំយើងទេឥឡូវចូលអ្នកនិយាយអំពីនំរបស់អ្នកមកមើល ចាលោកច្បាយស្រស់អ្នកនាងរៀបរាប់ពីស្នាដៃអ្នកនាងទៅឆាប់ឡើងចាជម្រាបលោកច្បាយស្រស់នំនេះជានំអន្សមជ្រូកដែលមាន4ស្រទាប់គឺសម្បកអង្ករសណ្ដែកហើយនឹងស្នូលជ្រូកនៅខាងក្នុងផងដែរ តើអ្វីទៅដែលជាចំណុចពិសេសនោះ គឺវាមានគ្រឿងផ្សំដែលនាំចូលពីស្រុកក្រៅហើយរសជាតិឆ្ងាញ់នោះអីលោកច្បាយស្រស់ ចុះឯងវិញនោះនំសំខ្ញុំក៏លាយជាតិសណ្ដែកខៀវនិងដាក់ខ្លាញ់ជ្រូកបន្តិចធ្វើបែបនេះតំណងនឹងឆ្ងាញ់ផងដែរបានល្អណាស់ចុះនាងខាងនោះវិញ មើលទៅវាមិនតន់ឆ្អិនទេលោកច្បាយស្រស់ប្រកាសលទ្ធផលតែម្ដងទៅ បាន ឆាប់សិនលោកច្បាយស្រស់នំសំខ្ញុំឆ្អិនហើយសំឡឹកភ្លក់ចាស់ជួនគ្នាល្មមសោភីមិនយឺតពេលពេកទេដូច្នេះលោកច្បាយស្រស់ក៏បានលាន់មាត់ថា យើងនឹងស្ដាយក្រោយបើមិនបានភ្លក់នំអន្សមរបស់នាងទេគឺវាពិតជាឆ្ងាញ់ណាស់បានន័យថានាងនឹងឈ្នះហើយមែនទេនៅមិនទាន់ដឹងទេឥឡូវនេះចូលនាងបរិយាយអំពីចំណុចពិសេសមកមើល អន្សមនេះធ្វើដោយក្តីស្រឡាញ់និងចូលចិត្តទុកដាក់បំផុតតើអ្នកបរិភោគមានអារម្មណ៍ថាកក់ក្ដៅនិងឆ្ងាញ់ពិសាផងដែរ ពិតជាមានន័យណាស់នាង ម្យ៉ាងទៀតការធ្វើមិនមែនព្រោះតែដើម្បីឈ្នះនិងអន្តេសានោះទេគឺធ្វើឲ្យល្អិតបំផុតពីមួយចំហៀនទៅមួយចំហៀនតបនំចេញមកស្អាតទាំង
រូបរាងឆ្ងាញ់ទាំងរសជាតិផងដែរ នាងនិយាយត្រូវហើយរួចចោះអ្វីដែលជាចំណុចពិសេសបន្ថែមទៀតនោះ គឺជាដាំចេកដែលដាំខ្លួនឯងសណ្តែកដែលដាំដោយដៃនិងខ្លាញ់ជ្រូកដែលមាននៅក្នុងស្រុកវាមិនបារម្ភថាមានជាតិពុលហើយនឹងលើកស្ទួយផលិតផលក្នុងស្រុកផងដែរ អស់ចាស់ណាស់លើកស្ទួយផលិតផលនៅក្នុងស្រុកធានាបានទាំងគុណភាពនិងសុវត្ថិភាពផងដែរ ចាគឺមែនហើយ ក្រោយពីភ្លក់ទៅឃើញតែឆ្ងាញ់មានគុណភាពមានទាំងចំណុចពិសេសដូច្នេះម្ចាស់ជ័យលាភីនំសមនៅឆ្នាំនេះគឺ បនភ្ជុំឆ្នាំនេះខ្ញុំសុំហើយខ្ញុំមកសុំឲ្យខ្ញុំឈ្នះមក គ្មានថ្ងៃទេគឺយើងប្រកាសណាស់ គឺនាងសោភាជាម្ចាស់ជ័យលាភីនំសមបនភ្ជុំឆ្នាំនេះចំណែកនាយផ្លយគឺបានលេខ 2 សូមអបអរសាទរ ប្រសើរណាស់នាងឈ្នះហើយ ម៉ែតែបំផុតកូនធ្វើបានហើយ ឆ្នាំមុនលេខ 3 ឆ្នាំនេះលេខ 2 ក៏រាប់ថាប្រសើរដែរខ្ញុំសប្បាយចិត្តណាស់ มันប៉ាទេមិនក៏យើងចាញ់ទាំងម៉ែទាំងកូនបែបនេះអត់ទេមិនក៏អញ្ចឹងមិញគ្មានបានការមែនមិញមិនបានបង្រៀនខ្ញុំឲ្យបានល្អទេ នាងល្អណាស់បុរាណកូនស្រឡាញ់នាងមែនទេ មែនហើយលោកពងកូនស្រឡាញ់នាងយូរហើយ នេះមានន័យថា ខ្ញុំជាកូនលោកចៅវាយស្រុកព្រោះតែស្រឡាញ់ទៅបន្លំជាក្មេងខ្វៀលគោព្រោះដើម្បីបាននៅក្បែរនាងនោះអី លោកខូចណាស់มันអាចទេខ្ញុំមិនសក់ចិត្តទេមិនក៏ស្នាដៃខ្ញុំមិនអាចឈ្នះនាងក្មេងនេះបាននោះ អ្នកដឹងទេការធ្វើអ្វីមួយគឺធ្វើដោយក្តីស្រឡាញ់បើគិតតែចង់ឈ្នះនឹងពោពេញទៅដោយការចំណែននោះវាគ្មានបានផលល្អទេ អើយអត់ទេមីងផាន់ហេតុថាច្រណែនក្មេងខឹងផងក៏ស្ទះដង្ហើមសន្លប់បាត់ទៅចំណែកនាងចិត្តទៅវិញក៏បានរងភាពអាម៉ាស់និងបានដើរចេញយ៉ាងលឿនដូចគ្នា ជួយយកស្ត្រីនោះទៅសម្រាកផងចំណែកកូនឈប់លេងទៀតទៅអ្នកណាគេមិនដឹងគេគិតតែពុកស៊ីសំណោកបានណា មិនអីទេពងមានគណៈកម្មការផ្សេងជាអ្នកដាក់ពិន្ទុដែរតាមិនមែនមានតែពុកឯណាឥឡូវពុករៀបចំមង្គលការឲ្យកូនផងមក សួរចិត្តនាងសិនទៅចាំពុកធ្វើជូនតាមសំណើភ្លាម បាទពងនាងព្រមតើណាព្រមរៀបការនឹងខ្ញុំមក ចេះចាប់ព្រមណាលោក ប្រសើរណាស់ពុកនឹងរៀបមង្គលការឲ្យឆាប់នេះទៅចុះ ធ្វើអ្វីមួយត្រូវតែច្បាស់កាត់មួយជំហានធ្វើមួយជំហាននិងធ្វើដោយក្តីស្រឡាញ់ផងដែរលទ្ធផលនឹងបានដល់អ្នកជាទីកប់ចិត្ត